បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS អូខេសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៅក្នុងការ unblock ឬក៏ដោះ block chat messenger នៅក្នុងឆ្នាំ2025បាទដោយសារតែនៅក្នុងឆ្នាំ2025នេះ app Facebook Messenger របស់យើងបានផ្លាស់ប្ដូររូបរាងក៏ដូចជាការកំណត់មួយចំនួននៅក្នុង app ណាបាទចឹងហើយបានជាខ្ញុំសម្រេចចិត្តថាធ្វើវីដេអូអាប់ដេតជូនបងប្អូនទាំងគ្នាតែម្ដងបាទអូខេតោះអញ្ចឹងកុំឲ្យវែងឆ្ងាយយើងទៅដឹងពីរបៀបនៅក្នុងការ unblock ឬក៏ដោះ block chat messenger របស់យើងនៅក្នុងឆ្នាំ2025ទាំងអស់គ្នាបាទអញ្ចឹងជំហានដំបូងយើងចុចបើកកម្មវិធី chat messenger របស់យើងមកបន្ទាប់មកទៀតបងប្អូនកលេចមើលខាងក្រោមគៀនខាងស្ដាំនេះវាមានពាក្យថា menu បាទឬក៏ភាសាខ្មែរយើងគេហៅថា menu បាទនេះអញ្ចឹងការផ្លាស់ប្ដូរហ្នឹងគឺប្ដូរmenu ត្រេ3ហ្នឹងប្ដូរពីខាងលើគៀនខាងឆ្វេងមកនៅខាងផ្នែកខាងក្រោមគៀនខាងស្ដាំវិញបាទអញ្ចឹងវាអាប់ដេតមកត្រឡប់ទៅមកដដែលហ្នឹងឯងបាទអូខេអញ្ចឹងដើម្បីធ្វើការ unblock ឬក៏ដោះ block ហ្នឹងបងប្អូនចូលកន្លែងសញ្ញា menu ពាក្យថា menu ឬក៏សញ្ញាត្រេ3ហ្នឹងមកបាទបន្ទាប់មកទៀតបងប្អូនកលេចរកមើលពាក្យថា setting ដែលមានសញ្ញាកងកាក់នៅពីមុខនេះបាទយើងចុចទៅលើ setting មកបន្ទាប់មកបងប្អូនអូសចុះមកក្រោមរកមើលពាក្យថា privacy and safety នេះបាទចុចមកបាទបន្ទាប់មកទៀតដល់កន្លែងនេះគឺវាដូចតែការពីមុនដែរទេបាទយើងចូល privacy and safety ដូចគ្នាហើយចូលមកដល់កន្លែងនេះគឺវានៅដដែលទាំងអស់ទេបាទអញ្ចឹងចូលមកដល់កន្លែងហ្នឹងយើងអូសចូលមកក្រោមមករកពាក្យថា block account បាទនេះរកពាក្យថា block account យើងចុចទៅលើ block account មកបន្ទាប់មកបងប្អូននឹងឃើញaccount ដែលយើងធ្លាប់ block តាំងប្រមាណគឺវាចូលនៅកន្លែងហ្នឹងបាទដូច្នេះបើសិនជាបងប្អូនចង់ដោះ block ឬក៏ unblock account ណាមួយចេញបងប្អូនចុចទៅលើ account មួយហ្នឹងមកឧទាហរណ៍ថាខ្ញុំចង់ដោះ block account មួយនេះខ្ញុំចុចទៅលើ account មួយហ្នឹងហើយបងប្អូនកលេចមើលខាងក្រោមហើយបងប្អូនចុចទៅលើពាក្យថា unblock បាទបន្ទាប់មកឈ្មោះដែលយើង unblock ហ្នឹងឬក៏ដោះ block ហើយហ្នឹងគឺវាបាត់ចេញពីlist ហើយបាត់ចេញពីតារាងហើយបាទអូខេអញ្ចឹងបងប្អូនចង់ដោះប្រមាណអ្នកបងប្អូនដោះតាមនឹងមកសម្រាប់ខ្ញុំដោះតែមួយទេបាទអូខេអញ្ចឹងបន្ទាប់ពីយើងដោះ block ហើយបងប្អូនអាចធ្វើការឆែកនៅក្នុង Facebook មកយើង search រកឈ្មោះម្នាក់នោះមកហើយយើង add ទៅគេម្ដងទៀតទៅគឺជាការស្រេចបាទអូខេចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនមានជាចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយក្នុង Channel កណ្ដាល iOS